ឯកតោភាគីរបស់ប្រទេសថៃក្នុងចំនួនព្រំដែនជាមួយកម្ពុជាសាវតារនៃបញ្ហាត្រូវបានលាតត្រដាងអត្ថបទនេះមានបំណងជម្រាបជូនសាធារណជនពីផែនទីឯកតោភាគីរបស់ប្រទេសថៃដែលបានក្លាយជាចំណុចស្នូលដ៏អាស្រូវនិងជាឧបសគ្គរាំងស្ទះដំណោះស្រាយដោយសន្តិវិធីនៃព្រំដែនជាមួយកម្ពុជានៅក្នុងសារិកានៃតុលាការយុត្តិធម៌អន្តរជាតិនៅឆ្នាំ1962បញ្ហាប្រទាញប្រទង់សំខាន់មួយគឺនៅត្រង់ថាតើផែនទីឧបសម្ព័ន្ធទី1ត្រូវបានថៃទទួលស្គាល់ដែរឬយ៉ាងណានៅក្នុងដំណើរការតតាំងក្តីកម្ពុជាពឹងផ្អែកលើផែនទីដែលមានចំណងជើងថាដងរែកគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមឬដែលគេហៅថាផែនទីឧបសម្ព័ន្ធទី1កម្ពុជាបានអះអាងថាផែនទីនេះត្រូវបានថៃទទួលស្គាល់ជាលក្ខណៈសន្ធិសញ្ញាដូច្នេះផែនទីនេះមានអំណាចគតិយុត្តចំពោះប្រទេសទាំងពីរសម្រាប់កម្ពុជាខ្សែបន្ទាត់នៅលើផែនទីឧបសម្ព័ន្ធទី1បានក្លាយជាខ្សែព្រំដែនរវាងប្រទេសទាំងពីរតុលាការវិនិច្ឆ័យថានៅក្នុងឆ្នាំ1908 1909ថៃបានទទួលស្គាល់ផែនទីឧបសម្ព័ន្ធទី1ដោយចាត់ទុកជាលទ្ធផលនៃការខណ្ឌសីមាដូច្នេះនេះគឺជាការទទួលស្គាល់ថាខ្សែបន្ទាត់នៅលើផែនទីគឺជាខ្សែបន្ទាត់ព្រំដែនហើយដែលតាមរយៈនេះប្រាសាទព្រះវិហារគឺស្ថិតនៅក្នុងដែនដីរបស់កម្ពុជាអាញាធរសៀមនៅពេលនោះតាមរយៈសកម្មភាពរបស់ខ្លួនបានបញ្ជាក់ពីការទទួលបាននិងទទួលស្គាល់ផែនទីហើយជាស្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺព្រះអង្គម្ចាស់ដាំរងបានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតបារាំងនៅក្រុងបាងកកចំពោះផ្ទៃផែនទីហើយថែមទាំងបានស្នើសុំផែនទីច្បាប់ចម្លងចំនួន15ថែមទៀតដើម្បីចែកចាយដល់អភិបាលខេត្តរបស់សៀមផ្អែកលើការពិចារណាបែបនេះហើយទើបតុលាការយុត្តិធម៌អន្តរជាតិបានចេញសារដីកាកំណត់ថាប្រាសាទព្រះវិហារស្ថិតនៅលើដែនអធិបតេយ្យរបស់កម្ពុជាបន្ទាប់ពីមានសារដីកានៅឆ្នាំ1962ថៃបានដកខ្លួនចេញពីប្រាសាទព្រះវិហារថៃបានដាក់របងលួសដែលខណ្ឌផ្ដាច់តួប្រាសាទពីផែនផ្សេងទៀតនៃពយព្រះវិហាររបងលួសនេះគឺយកតាមខ្សែបន្ទាត់នៅក្នុងផែនទីភ្ជាប់ទៅនឹងសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃនៅថ្ងៃទី10ខែកក្កដាឆ្នាំ1962ប៉ុន្តែថៃមិនបានបញ្ចេញផែនទីនេះទេរហូតដល់ទៅដល់ពេលតតាំងក្តីនៅឆ្នាំ2011ចាប់តាំងពីឆ្នាំ1962ថៃនៅតែបន្តប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួនដើម្បីតតាំងបញ្ហាព្រំដែនជាមួយកម្ពុជាគ្មាននរណាដឹងទេថាតើថៃមានផែនទីឯកតោភាគីបែបនេះចំនួនប៉ុន្មានប៉ុន្តែអ្វីដែលច្បាស់នោះគឺថាផែនទីឯកតោភាគីបែបនេះគ្មានតម្លៃគតិយុត្តអ្វីនោះឡើយហើយក៏គ្មានអំណាចចាប់បង្ខំផ្អែកលើច្បាប់អន្តរជាតិនោះដែរប្រទេសណាក៏អាចគូផែនទីឯកតោភាគីតាមដែលខ្លួនចង់បានប៉ុន្តែថាតើផែនទីបែបនេះអាចមានការទទួលស្គាល់ជាអន្តរជាតិដើម្បីកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនឬអត់នោះគឺជាបញ្ហាមួយដែលច្រឡះពីគ្នាសម្រាប់ករណីព្រំដែនរវាងកម្ពុជានិងថៃកម្ពុជាមិនដែលបានទទួលស្គាល់ផែនទីជាឯកតោភាគីរបស់ថៃនោះឡើយប្រសិនបើកម្ពុជាធ្វើតាមថៃកម្ពុជាក៏អាចគូផែនទីឯកតោភាគីរបស់ខ្លួនដោយរួមបញ្ចូលខេត្តដែលកម្ពុជាយល់ថាខ្លួនបាត់បង់ដោយសារថៃដែរប៉ុន្តែកម្ពុជាមិនដែលធ្វើដូច្នេះទេការទទួលរបស់ថៃក្នុងការប្រើប្រាស់ផែនទីឯកតោភាគីគឺជាឧបសគ្គចម្បងដែលបង្កការរាំងស្ទះដល់ដំណើរការចរចាព្រំដែនផ្អែកលើផែនទីឯកតោភាគីរបស់ខ្លួនដែលគ្មានតម្លៃផ្លូវច្បាប់ទាល់តែសោះនោះថៃបានចោទកម្ពុជាថាបានឈ្លានពានទឹកដីរបស់ខ្លួននៅថ្ងៃទី9ខែមិថុនាឆ្នាំ2025កងទ័ពភូមិន្ទថៃបានបង្ហាញភស្តុតាងរូបភាពពីលើអាកាសដោយអះអាងថាតំបន់ចុងបូកស្ថិតនៅក្នុងព្រំដែនថៃកងទ័ពភូមិន្ទថៃបានពន្យល់ថាផែនទីដែលកម្ពុជាប្រើប្រាស់គឺប្រើមាត្រដ្ឋាន1លើ200,000ដែលបានភ្ជាប់ជាឧបសម្ព័ន្ធនៅក្នុងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ដោយឡែកផែនទីរបស់ថៃគឺប្រើមាត្រដ្ឋាន1លើ50,000ដែលជាផែនទីស៊េរី L7018 ដែលមានកម្រិតលម្អិតជាងផ្អែកតាមភស្តុតាងរូបភាពលើអាកាសកងទ័ពថៃបានអះអាងថាតំបន់ចុងបូកស្ថិតក្នុងព្រំដែនថៃគួររំលឹកផងដែរថានៅពេលដែលមានចំនួនព្រះវិហារសាជាថ្មីនៅឆ្នាំ2007ថៃបានប្រើប្រាស់ផែនទីស៊េរី L7017 ដូច្នេះចាប់ពីផែនទីស៊េរី L7017 ដល់ផែនទីស៊េរី L7018 គ្មាននរណាដឹងថាថៃមានផែនទីចំនួនប៉ុន្មានដែលបានផលិតដោយខ្លួនឯងនោះទេប្រសិនបើថៃជឿជាក់លើភាពស្របច្បាប់នៃផែនទីឯកតោភាគីរបស់ខ្លួនហើយអ្វីបានជាថៃត្រូវខ្លាយតុលាការយុត្តិធម៌អន្តរជាតិផែនទីឯកតោភាគីរបស់ថៃគឺជាប្រភពដើមនៃចំនួនប្រដាប់អាវុធជាយថាហេតុថៃបានប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួនមករំលោភលើទឹកដីរបស់កម្ពុជាហើយបែរជាចោទថាកម្ពុជារំលោភលើទឹកដីរបស់ខ្លួនទៅវិញប្រទេសទាំងពីរត្រូវមានភាពស្មោះត្រង់និងតម្លាភាពចំពោះមុខច្បាប់ប្រទេសទាំងពីរមិនត្រូវខ្លាចតុលាការយុត្តិធម៌អន្តរជាតិនោះឡើយបើពួកគេគឺជាអ្នកគ្រប់គ្រងពិតប្រាកដចំពោះមុខច្បាប់អន្តរជាតិនិងសន្តិភាពអន្តរជាតិដែលផ្អែកលើវិធានច្បាប់ការបង្កើតផែនទីឯកតោភាគីគឺជាអរិយាប័ត្រដែលមិនស័ក្តិសមជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិនោះឡើយជាមួយនឹងផែនទីឯកតោភាគីរបស់ខ្លួនច្បាស់ណាស់ថាថៃពិតជាខ្លាចតុលាការយុត្តិធម៌អន្តរជាតិខ្លាចច្បាប់អន្តរជាតិនិងមានរបៀបវរៈលាក់បាំងនៅក្នុងការរំលោភបំពានទឹកដីរបស់ប្រទេសផ្សេងដោយប្រើប្រាស់អំណាចដោយច័ន្ទគុណធានី